ខ្ញុំនិទានរឿងចៅកំបិតបង្ទោះលុះស៊ីរួចប្រាប់ប្អូនថាប្អូនដេកនៅផ្ទះនេះចុះបងទៅលេងផ្ទះចិនសែចៅសួរទៅដល់ផ្ទះចិនសែឃើញក៏រៀបកៅអីថ្នាំចិនខ្សៀទឹកតែទទួលហើយចៅសួរនិយាយនឹងចិនសែថាអ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិចវាចេះតែក្រអីចឹងទៅឬវានឹងគ្រាន់បើនឹងគេឡើងដែរចិនសែទាញសៀវភៅមកមើលសពទៅទាយថាប្អូនលោកមិនជាអ្នកក្ររហូតទេ7 ឆ្នាំទៀតនឹងបានសោយរាជ្យជាស្ដេចនគរ2លោកនឹងបានធំធ្វើជារាជការដោយសារប្អូនប៉ុន្តែឥឡូវនេះលំបាកណាស់លុះវិលទៅស្រុកវិញពាក់កណ្ដាលផ្លូវនឹងបានទ្រព្យតម្លៃនគរ2សម្រាប់ខ្លួនតែថាឃ្លាតទៅវិញលុះដល់កំណត់បានសោយរាជ្យនឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់ចៅសួរបានដឹងដំណឹងប្អូនរួចដូចនេះក៏លាចិនសែទៅផ្ទះវិញដល់3 ថ្ងៃនាយសំពៅគេផ្ទុកសំពៅរៀបនឹងចេញទៅថ្ងៃនោះចៅសួរជាបងយកផាឌិបមកហែកមួយត្បូងហុចឲ្យទៅបរោះជាប្អូនបរោះជាប្អូនក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅដើរបណ្ដើរគិតបណ្ដើរនឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះចេះតែនឹកតូចចិត្តអោបងប្អូននឹងគ្នាអស់ពីឪពុកម្ដាយស្លាប់ចោលទៅនៅកំព្រាតែបងប្អូន2 នាក់កាលវេលាក្រចេះស្រឡាញ់រាប់អានគ្នាដល់ពេលមានបានទាត់គ្នាចោលឆ្មាងស្ទើរមិនរាប់គ្នាមាសប្រាក់ដាក់ឃ្លាំងកកកមិនហ៊ានយកឲ្យគ្នាមួយស្លឹងចែកតែខ្មោចផាឌិបឲ្យគ្នាមួយត្បូងលុះបរោះដើរទៅដល់ក៏ឡើងលើសំពៅនាយសំពៅឲ្យកូនឈ្នួលស្រាយយុទ្ធការក្តោងបើកទៅហើយនាយសំពៅសួរបរោះនោះថាបងឲ្យអ្វីខ្លះប្អូនឆ្លើយគ្មានឲ្យអ្វីទេឲ្យតែផាឌិបមួយត្បូងនិងខោមួយនាយសំពៅបានដឹងហើយក៏នៅស្ងៀមលុះបើកសំពៅទៅដល់កណ្ដាលផ្លូវយប់ងងឹតនឹងទៅពុំរួចក៏បោះយុទ្ធការដេកហេតុតែបនដល់បរោះនោះនឹកឃើញពាក្យដែលគ្រូផ្ដាំថានឿយណាស់កុំឲ្យដេកឥឡូវអស់អ្នកសំពៅនេះដេកអស់ដូចនេះអញកុំដេកក៏អង្គុយនៅក្បែរដងក្តោងពុំហ៊ានដេកលុះអាត្រៀតមានយក្សមួយហោះមកឃើញសំពៅក៏ចុះមកប៉ងនឹងស៊ីមនុស្សយក្សឆ្ងោកមើលទៅក្នុងសំពៅធ្លាក់ពុកមាត់ទៅលើបរោះនោះក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថាឯងស្លាប់នឹងដៃអញនេះហើយយក្សឮបរោះនោះថាដូចនេះក៏ផិតភ័យណាស់ក៏ស្ទុះទៅមិនរួចត្បិតបរោះនោះចាប់ពុកមាត់ជាប់យក្សភ័យក្រែងស្លាប់ក៏និយាយនឹងបរោះថាអ្នកបរោះអើយបើអ្នកអាណិតខ្ញុំនឹងតបគុណអ្នកជាខ្សែចងឯងដំបងវាឯងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានបច្ចាមិត្តពីណាមកប្រមាថឲ្យតែខ្សែទៅចងដំបងក៏វាយបច្ចាមិត្តនោះស្លាប់វិនាសអន្តរាយអស់ខ្ញុំនឹងអាននៅ
ភាគបន្តសូមអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ subscribe ក្នុង channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង channel YouTube ទាំងអស់សូមអរគុណ